ខណៈពេលនេះជួបជាមួយនឹងខ្ញុំបាទ admin ម្នេះជាមួយនឹងខ្សែភាពយន្តបែបឥណ្ឌាអញ្ចឹងក៏មកឲ្យខាតពេលយូរក៏សូមចូលតាមដានរឿងថ្មីរបស់គ្នារឿងនេះដំបូងគឺនិយាយអំពីប៉ូលីសអាជនគឺបានត្រូវគេចាប់ផ្ដើមមកឃុំឃាំងពីបទធ្វើមនុស្សឃាតហើយពេលចូលមកដល់ក្នុងគុកស្រាប់តែពួកអ្នកជាប់គុកដូចគ្នាហ្នឹងគឺចង់សម្លាប់អាជនប៉ុន្តែបាន UL គេបានជួយអាជនហើយក៏បានហុចកូនកំបិតមួយទៅឲ្យអាជនហើយគេបានឲ្យបារីហើយក៏បានសាកសួរអាជននិយាយជាមួយនឹងអាជនហើយអាជនក៏បានប្រាប់រឿងអញ្ចឹងគឺដំបូងគឺនិយាយអំពីអាជនគឺជាប៉ូលីសម្នាក់ហើយគាត់ហ្នឹងគឺជាមេប៉ូលីសទៀតអញ្ចឹងរាល់តែគាត់ធ្វើនៅអត្តឃាតជនល្មើសគឺគាត់តែងតែយកមកចាប់ចងនៅកន្លែងព្រៃដ៏សែនស្ងាត់គឺគាត់នឹងចាប់ហើយគាត់ចាប់ពយួរជើងឡើងហើយមុននឹងគាត់អាកសម្រាប់នោះគឺគាត់បានថតជាវីដេអូដើម្បីទុកជាឯកសារនៅក្នុងកុំព្យូទ័ររបស់គាត់ហើយថ្ងៃដែលគាត់បានចូលធ្វើការដំបូងហ្នឹងគឺលោកមេបញ្ជាការគឺបានណែនាំសមាជិកក្រុមការងារទៅឲ្យគាត់ហើយបទល្មើសដែលគាត់ចូលស៊ើបដំបូងហ្នឹងគឺជាបទល្មើសដែលគាត់បានសម្លាប់ជនល្មើសដែលគាត់យកទៅអាកនៅក្នុងព្រៃហើយគាត់បានសម័យឃើញទស្សនវិជ្ជាដែលគាត់យកជនល្មើសហ្នឹងយកមកសម្លាប់ហើយគេក៏បានពិនិត្យរមើលផុសតាងដែលកន្លែងដែលជនល្មើសហ្នឹងគឺបានស្លាប់ហើយគាត់បានពិនិត្យធ្វើធម្មតាដូចជាអត់មានរឿងអ្វីកើតឡើងក៏រើសបានក៏តុយបារីដែលគាត់ជក់ហើយបោះចោលហើយគាត់បានពិនិត្យមើលគ្រប់ទីកន្លែងពេលដែលគាត់មកដល់ផ្ទះឪពុករបស់គាត់បាននិយាយជាមួយគាត់ឲ្យគាត់ហ្នឹងគឺយកប្រពន្ធហើយឪពុករបស់គាត់គឺបានបង្ហោះរូបគាត់នៅក្នុងប្រព័ន្ធអ៊ីនធឺណិតហើយគួរឲ្យអស់សំណោចហ្នឹងគឺគាត់គេបានយកកតុយបារីនឹងយកទៅពិនិត្យហើយក៏ប៉ុន្តែទឹកមាន់គឺទឹកមាត់ឆ្កែបន្ទាប់មកគាត់បានទៅជួបជាមួយនឹងម៉ាដូណាហើយនឹងស្ត្រីផ្សេងទៀតតែគាត់អត់មានត្រូវចិត្តទេពេលហ្នឹងគាត់បានមកជួបនៅម៉ាដូណាម្ដងទៀតដោយពេលដែលគាត់កំពុងតែឈរលេងនៅខាងក្រៅហាងក៏ស្រាប់តែម៉ាដូណាដើរមកក៏បាននិយាយជាមួយនឹងគាត់ហើយពួកគាត់ក៏បានបង្កើតនៅទំនាក់ទំនងជាមួយគ្នាហើយបានដើរលេងទៅញ៉ាំនេះញ៉ាំនោះរហូតដល់គាត់ដឹកម៉ាដូណាមកដល់ផ្ទះស្រាប់តែមានពួកជនដែលចុះចិត្តបំពេញស្រីហើយគាត់តាមកលេចមើលខឹងមែនតើហើយក៏បានចាប់យកមកចងហើយដូចជាធម្មតាគឺគាត់តែងតែថតជាវីដេអូទុកហើយស្រាប់តែសាម៉ាស់គឺជាកូនចៅរបស់គាត់ហ្នឹងគឺបានតាមដានគាត់រហូតតាមបាញ់សម្រាប់អាជនហើយបានមកជុងកំភ្លើងជាមួយអាជនប៉ុន្តែអាជនគាត់មិនបានសម្រាប់សាម៉ាស់ទេគាត់ក៏បានគប់កំបិតទៅលើជនល្មើសដែលបំពេញទៅលើស្ត្រីហើយនឹងកុមារប៉ុន្តែដោយសារកម្លាំងអាជនគាត់គឺជាមេដែរគេថាមេក្រុមក៏បានចាប់ម៉ាសានឹងយកទៅចងហើយរៀបនឹងសម្លាប់ជនល្មើសនឹងហើយបន្តបន្ទាប់មកគឺគាត់មកធ្វើកសលវិច័យធម្មតាគឺដូចអត់មានរឿងអីកើតឡើងអញ្ចឹងហើយកូនចៅរបស់គាត់នឹងបាននិយាយជាមួយគាត់ហើយគេធ្វើកសលវិច័យដោយបាញ់រំលាយតកកដើម្បីមើលនៅស្នាមកង់ឡានហើយគាត់បានទៅអង្គុយមើលស្នាមកង់ឡាននឹងដែរហើយបន្តមកពួកគាត់ក៏បានតាមស៊ើបរកជនអ ுக ្រិតជនដែលតែងតែស្ដាច់ជនសង្ស័យនោះហ្នឹងក៏ចាប់ផ្ដើមប៉ូលីសមិនតោងកវិញប៉ូលីសនឹងហើយអាជនក៏បានរត់ទៅជួយចាប់ជនល្មើសហ្នឹងប៉ុន្តែប៉ូលីសនេះគឺបានត្រូវមកគ្រាប់ហើយពេលហ្នឹងអាជនក៏បានដេញជាមួយនឹងជនស័យរហូតទៅដល់ផ្ទះមួយស្រាប់តែគាត់កំពីហ្នឹងគ្នាចេញមកវាយគាត់តដៃជាមួយនឹងជនសង្ស័យហ្នឹងដោយសារគ្នាគេមានច្រើន4-5នាក់វាយជាមួយនឹងអាគាត់ខ្លាំងហើយគាត់ខ្លាំងមែនតើវាយជាមួយនឹងជនល្មើសទាំង4នាក់ហ្នឹងរហូតតទៅចាប់បានហើយគាត់បានមើលទៅមុខក្មេងស្រីដែលបានបំពេញទៅលើហើយគាត់ខឹងជាខ្លាំងគាត់មកដល់គទរណកម្មទៅលើជនសង្ស័យហើយបាត់ចម្លើយទៅលើជនសង្ស័យហើយសម្រាប់អាជនដូចជាគាត់មនុស្សដូចជាមានរោគចិត្តបន្តិចមិនទេបងប្អូនដូចជាមានរោគចិត្តគាត់វាយបណ្ដាគាត់សួរចម្លើយដោយសារគាត់ខឹង
ពួកហ្នឹងគឺអត់បានបកស្រាយប្រាក់ហើយចំដំធ្វើឲ្យយសទៅមកប្រាប់ពួកគាត់ថាអត់ជនសង្ស័យជាមួយនឹងអាជនជាខ្លាំងហើយឲ្យអាជនថាប្រសិនបើទៅគឺដឹងថាស្លាប់ហើយពេលហ្នឹងអាជនខឹងក៏បានចាប់ក្បាលជនសង្ស័យហ្នឹងក៏គាត់ក៏មានថាភ័យខ្លាចដែរប៉ុន្តែអាជនក៏បានបង្កប់ទីនោះហើយសង្ស័យនេះគឺបានទៅបាញ់សម្លាប់ដើម្បីប្រមូលបង្ក្រាបទីតាំងគ្នារបស់គេហើយតាមទៅក្រុមទាហានដើម្បីដែលមកបាញ់សម្លាប់ពួកគាត់នៅនឹងកន្លែងហើយមកដល់គាត់ដោយសារពួកគាត់មានមួយដែលគេតែទៅជួយគ្នាគេពួកនៅតាមស៊ើបក្រុមឧក្រិដ្ឋជនដែលចូលចិត្តចាប់កូនក្មេងទៅពេលហ្នឹងគាត់ក៏រើសបានកបិតហើយក៏គាត់មើលទៅឃើញមានផ្លាកក្រុមគាត់មកដល់ប៉ូលីសវិញប្រជាជនបានដាក់រូបគាត់ហើយក៏បានដុតរូបគាត់ពេលហ្នឹងគាត់មានកំខ្លាំងមែនតើគាត់វាយយកគាត់ចាប់បានគឺគាត់ក៏សម័យគឺរូបស័ក្តិដែលគាត់បានសួរទៅលើសង្ស័យទាំងពីរនិយាយជាមួយនឹងជនសង្ស័យនឹងសួរវាយដំខ្ទយការស្រីរបស់គាត់នេះបានចូលមកនិយាយជាមួយគាត់ហើយតែនិយាយជាមួយសង្ស័យនេះបានឃើញអាជនពើវិជាការស្រីរបស់គាត់នេះក៏យំអាណិតជនវិញហើយគ្នារបស់ជនសង្ស័យម្នាក់ទៀតឃើញអញ្ចឹងទ្រាំមិនបានក៏បាញ់ស្បិតហើយអាជនក៏បានមកមើលនៅវីដេអូដែលវីដេអូបែកធ្លាយរបស់គាត់ហ្នឹងហើយសាមាសក៏បានហើយគាត់ក៏ចាប់ជិះឡានតាមខ្សែរហូតដល់ជនសង្ស័យនេះបានមកឈប់ឡើងក៏ឃើញមានជនសង្ស័យចាក់គាត់មួយកំបិតហើយដោយសារគាត់នៅមានកម្លាំងគឺចាប់ជាមួយនឹងជនសង្ស័យហើយខ្ញុំដែលជាក្រុមអនឡាញហើយជនល្មើសនឹងរហូតតសន្លប់ធំតែម្ដងចំណាយចំណងស្ត្រីដែលជនបានចាប់ស្ត្រីនឹងស្រាប់រមើគឺអត់ឃើញមិញមិនដឹងថាទៅណាស្រាប់តែជនល្មើសនឹងបានចាក់បន្ថែមហើយបានដកកំបិតចេញធ្វើឲ្យជនហូរឈាមច្រើនក៏បានហើយសម្រាប់ជនល្មើសនឹងគឺបានទៅដាក់នៅក្នុងឡានខឹបឡានយកទៅហើយជាមួយនឹងស្ត្រីម្នាក់ហើយសម្រាប់មេ CTK នេះគឺទៅឈុតក៏បានជនគេដែលសង្ស័យក៏មើលជើងអាជនគឺដូចជាមានកន្លែងទុកកំបិតពេលហ្នឹងអាជនក៏ដកកំបិតចេញអំពីជើងក្រុមគ្នាគាត់ហ្នឹងគឺបានមកជួយអាជនក៏យកអាជនទៅពេទ្យហើយគាត់ជាការរបស់គាត់នៅក្រុមងាត់មួយនៅ CTK ហើយមេហ្នឹងក៏ហើយវានឹងលើតែភ្លឹកក៏បានខ្ញុំមកឆ្ងល់ក៏វ៉ាន់តាដឹកទៅហ៊ានមើលមុខអាជនចំទេព្រោះគាត់អត់ហ៊ានបានមកគ្រប់យកអាជនមានអារម្មណ៍ថាខឹងជាមួយនឹងម៉ាដូណាណាស្រាយប្រាប់អាជនថាខ្ញុំគឺជាប៉ូលីសសម្ងាត់ដោយសារដែលខ្ញុំចូលនៅក្នុងប៉ូលីសសម្ងាត់ក្រុមគឺបានអាជនគឺជនល្មើសទាំងអស់នោះហើយតាំងពីពេលហ្នឹងមកចូលជាប៉ូលីសហើយបន្តមកគឺអាជនក៏បានត្រូវមេហៅទៅហើយក្រុមរបស់គាត់គឺបានតាមដានដើម្បីរកតម្រុយរបស់ក្រុមនឹងទីតាំងរបស់ CTK គឺតាមដល់កន្លែងផ្លូវគេបានឡានហើយវាយគឺរត់តាមឡានកន្លែងផ្លូវក្រុមបានតាក់ទងទៅក្រុមរបស់គាត់ដោយមិនបានឃើញអាចទេហើយគាត់ក៏បានតាក់ទងទៅប៉ុន្តែអាជនគេបានមកស៊ីទេជនបានព្យួរជើងឡើងទៅលើបានផុសនៅក្នុងប្រព័ន្ធអ៊ីនធឺណិតធ្វើឲ្យមេ CTK ព្រោះពួកហ្នឹងវាចូលអំពើអក្រិតតកម្មគឺក្រុមរបស់មេ CTK ហ្នឹងគឺ1ឆ្នាំគេតែតែមាន8ហើយគេក៏បានហៅអាជនហើយក៏មានភូមិគឺពួក CTK គឺថ្មីរបស់ពួករួមនៅក្នុងសមាជិកក្រុម CTK ហើយមានមនុស្សកម្មវិធីរំលេងគាត់ក៏បានគាត់ចាប់ផ្ដើមរត់មកផ្លូវគឺមានស្រីដែលគេចាប់យកមករងហើយពេលគ្រឿងក្នុងពួកនេះគឺចាប់យកមកវះយកគ្រឿងក្នុងហើយពេលហ្នឹងមេស៊ីមកកន្លែងនេះគាត់ក៏បានចាប់ផ្ដើមស្កេនយកឯកសារនៅក្នុងហើយគ្នារបស់គាត់តាមអាចតតែបានក្រុម CTK ក៏វាយគាត់បាត់ហ្នឹងម្នាក់កូម៉ាដូណាកំពុងតែប្រកួតជាមួយនឹងពួកនេះហើយ
មេ CTK ក៏បានសង្ស័យថាមានមនុស្សម្នាក់បានចូលទៅកន្លែងយកនៅឯកសារហើយពេលហ្នឹងបានឲ្យប្រកួតពុកតែម្នាក់ទេដែលយកម្នាក់ហ្នឹងគឺនៅក្នុងក្រុម CTK របស់ហើយសម្រាប់នារីម្នាក់នេះក៏បានវាយសម្លាប់ជាមួយនឹងហើយទៅចុងក្រោយនោះគឺបាននឹងអាជនប៉ុន្តែដោយសារអាជនគាត់វាយមិនអាចឈ្នះអាជនបានទេអាជនចាប់បោចក៏លាហើយដល់ពេលចឹងទៅមេ CTK នឹងចាត់អាជនបន្តិចហើយចាំបានកូនចៅរបស់អាជនយកមកពេលហ្នឹងអាជនក៏បានប្រឹងសម្ដាប់គេនៅអាម្ដុំនេះថាមិនមែនជាអាចយកទេសម្រាប់កូនចៅគេក៏អាមេថាឈប់ទៅគាត់ធ្វើខឹងមេរហូតតអាជនខឹងមែនតែនក៏ប្រតិកម្មទៅលើមេ ចំណែកឯថ្មនេះគឺគ្នារបស់គាត់គឺបានរកឃើញទៅតាមថ្មពេលហ្នឹងគឺអាជនក៏ចាប់ផ្ដើមសម្លាប់ទៅលើពួកក្រុមអ ுக ្រិតជនទាំងអស់ហ្នឹងហើយចេញមកដោយនាំគ្នារបស់គាត់ច្រើនហើយសម្រាប់ម៉ារ៉ូណាក៏បានរកទីតាំងកន្លែងដែលពួកគេចាប់ជនចាប់ស្ត្រីហើយនឹងក្រោយមើល CTK ចាប់ត្រឹមណាបងពីអភ័យទោសចំពោះការថាបរបាយទៅមានការរអាក់រអួលហើយជួយចុចsubscribe ម្នាក់មួយមកដើម្បីលើកទឹកចិត្តដល់ admin ម្នីដើម្បីព្យាយាមនិងសម្រាយរឿងល្អជាងនេះទាំងអស់គ្នាហើយជូនពរឲ្យបងប្អូនមានសុខភាពល្អហើយសូមបងប្អូនភាសឹកត្រូវប្រយ័ត្នប្រយែងចំពោះ